ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមក unboxing របស់លេងថ្មីនិយាយពីថាអាចារ្យមិនទៅថ្មីមកទេអញ្ចឹងយើងត្រូវតែទិញតែហ្មងទៅបើតម្រូវការចាំបាច់ទៅហើយអាចារ្យហ្នឹងគឺថាគ្រាន់តែពេលយើងខានប្រើយូរគ្រាន់តែចាប់កាន់យកមកប្រើភ្លាមគឺថាខ្លែងចុចប៊ូតុងអីហ្នឹងគឺផុយស្រួយអស់យកហ្មងណាបងប្អូនខានប្រើតែជាង1ឆ្នាំសោះដល់ពេលអញ្ចឹងមានតែសម្រាប់ចិត្តទិញថ្មីឯងមិនចង់ខ្ជះខ្ជាយដែរខណៈពេលនេះស្ថានភាពឥឡូវអញ្ចឹងណានិយាយថាអ្វីយើងប្រើបានអ្វីយើងដូចថានៅធ្វើការកើតអីយើងចេះតែជួយសំចៃគ្នាទៅតែចេះស្ដាយប្រើលេងកើតលក្ខណៈថាទៅមុខលេងរួយព្រោះរយៈពេលហ្នឹងក៏យូរឆ្នាំដែរហើយពេលអញ្ចឹងមានន័យថាយើងត្រូវទិញរបស់ថ្មីហើយទិញមួយហ្នឹងគឺថាសុទ្ធតែគិតគូរឲ្យបានគ្រប់ជ្រុងជ្រោយដែរហើយម្យ៉ាងវិញទៀតសុទ្ធតែបោះបោលក្ខណៈថាអាចឲ្យយើងរកប្រាក់ចំណូលបានអីអញ្ចឹងទៅយើងមិនទិញមកដើម្បីតែលេងកំសាន្តឬក៏បែបដូចថាគឺនិយាយថាសម្ភារៈនិយមអីចឹងណាមែននេះណាបងប្អូនតើចាំបាច់តម្រូវការអីហើយបានទិញហើយទៅដល់ក៏ហួសចិត្តនឹងអ្នកលក់បន្តិចដែរនិយាយពីថាតថ្លៃមិនចុះទេតែលក់ក្នុងពេកតម្លៃប៉ុណ្ណាប៉ុណ្ណឹងហ្មងហើយហ្វ្រីដឹកឲ្យគេហើយយើងទៅទិញផ្ទាល់អត់បាច់បាក់ដឹកឲ្យយើងសុំចុះតែ$2អត់ចុះអត់យកអត់ដឹងថាអ្នកលក់គាត់អីបងប្អូនជួយពិចារណាខ្ញុំមើលតើគាត់ធ្វើអញ្ចឹងត្រូវឬក៏ខុសឬក៏យ៉ាងមិនដែរព្រោះខ្ញុំឆ្ងល់អ្នកលក់ខ្លះគេមានមនុស្សចេតនាបញ្ចុះតម្លៃព្រោះយើងទៅទិញផ្ទាល់ហើយអីអញ្ចឹងណាព្រោះយើងចង់ទៅដល់ដើម្បីឲ្យអ្នកលក់ហ្នឹងគាត់ណែនាំថាឧបករណ៍ណាដែលអាចឲ្យយើងប្រើប្រាស់ទៅល្អសមនឹងការងាររបស់យើងអីចឹងទៅយើងត្រូវការណែនាំដែរតែគាត់ហ្នឹងគឺថាយើងទៅក៏គាត់មិនសូវដឹងច្បាស់អីហ្មងដែរគាត់គ្រាន់ប្រាប់អីចឹងទៅណាមួយម៉ាក់ហ្នឹងយើងធ្លាប់ប្រើពីមុនដែរឃើញថាល្អប្រើកាន់ឆ្នាំអីចឹងណាគ្រាន់ថាយើងខានប្រើមួយរយៈទៅវាពុកផុយអីចឹងទៅរបស់ខ្លះវាមិនអាចទុកយូរបានទេបងប្អូនតើយើងឧស្សាហ៍ប្រើញឹកញាប់អីចឹងទៅបានវាថានៅល្អអីចឹងទៅទៅម៉ូតូទៅខានជិះយូរក៏ដេលឆេតដែរចាអរគុណជំរាបលាបាយបាយ